ជំរាបសួរខ្ញុំបាទវិជ្ជបណ្ឌិតសេមីងហ៊ុយឯកទេសវគ្គកាត់ប្រព័ន្ធតម្រងនោមដោយទាំងអស់គ្នាបងប្អូនទាំងអស់គ្នាបានដឹងហើយការរីកធំនៃកពីងប្រូស្តាតប្រហែលជាយើងធ្លាប់បានឮវាកើតឡើងចំពោះបុរសដែលមានវ័យចាប់ពី45ឆ្នាំឡើងទៅប៉ុន្តែក្រៅពីនឹងខ្ញុំអត់ចង់ឲ្យបងប្អូនទាំងអស់គ្នាមើលរំលងទៅដល់ការរីកធំនៃកពីងប្រូស្តាតទេចំពោះអ្នកដែលមានវិបត្តិនៃការបត់ជើងតូចខ្ញុំលើកទឹកចិត្តឲ្យមកជួបគ្រូពេទ្យឯកទេសដើម្បីស្វែងរកជំងឺឲ្យបានពិតប្រាកដថាតើវាគ្រាន់តែជាការរីកធំធម្មតាឬក៏វាជាជំងឺមហារីកកពីងប្រូស្តាតតើរឿងទាំងពីរហ្នឹងវាខុសគ្នាបែបម៉េចការរីកធំធម្មតានៃកពីងប្រូស្តាតការព្យាបាលរបស់វាមិនជាស្មុគស្មាញដូចជំងឺមហារីកកពីងប្រូស្តាតទេប៉ុន្តែជំងឺមហារីកកពីងប្រូស្តាតបើសិនជាបងប្អូនរកវាឃើញទាន់ពេលការព្យាបាលវាអាចនឹងជាទាំងស្រុងចឹងហើយបានចំពោះបងបរិសដែលមានអាយុចាប់ពី45ឆ្នាំឡើងទៅខ្ញុំលើកទឹកចិត្តឲ្យមករកជំងឺមហារីកកពីងប្រូស្តាតអញ្ចឹងតើការរកហ្នឹងវាមានមធ្យោបាយខ្លះទី1យើងអាចពិនិត្យឈាមមើលប្រូតេអ៊ីនមួយយ៉ាងដែលចេញពីកពីងប្រូស្តាតហ្នឹងគេហៅ PSA ការលុកស្ទាបរបស់គ្រូពេទ្យលុកតាមទ្វារបាតស្ទាបមើលថាតើកពីងប្រូស្តាតនឹងសង្ស័យទៅជាដុំរឹងគិតទៅដល់មហារីកអីទេក្រៅពីហ្នឹងគឺយើងធ្វើការជ្រឹបសាច់ទៅលើកពីងប្រូស្តាតដើម្បីយើងវាយតម្លៃបានច្បាស់លាស់ការជ្រឹបសាច់នឹងទៀតសោតអាចធ្វើក្រោមមធ្យោបាយដូចជាតាមអេកូសាសឬក៏ការធ្វើក្រោម EM អញ្ចឹងហើយអានេះកន្លែងនេះខ្ញុំចង់បញ្ញាក់បន្តិចកុំឲ្យបងប្អូនយើងគិតតែការរីកធំនៃកពីងប្រូស្តាតធម្មតាហើយមើលរំលងជំងឺមហារីកកពីងប្រូស្តាតអញ្ចឹងការរកវាឲ្យទាន់ពេលវេលាពិតជាសំខាន់ហើយវាពិតជាជួយសម្រួលការព្យាបាលបងប្អូនរកឃើញទាន់ពេលការព្យាបាលទាន់ពេលគឺបងប្អូនមិនមានការវិវត្តទៅជាអាក្រក់ដែលរំខានការរស់នៅឬក៏ដល់អាយុជីវិតបងប្អូនបន្តទៅទៀតទេអញ្ចឹងពីខ្ញុំវិជ្ជបណ្ឌិតសេមីងហ៊ុយខ្ញុំនៅតែលើកទឹកចិត្តឲ្យបងប្អូនដែលមានវ័យចាប់ពី45ឆ្នាំឡើងទៅគួរតែរកមហារីកកពីងប្រូស្តាតដើម្បីឲ្យឃើញឬមិនឃើញទាន់ពេលដើម្បីដោះស្រាយវាឲ្យទាន់ពេលវេលាបាទសូមអរ